រឿងនារីផ្កាឈូកកាលពីព្រៃនៃមានស្រះទឹកមួយដ៏ស្ងប់ស្ងាត់និងស្រស់ស្អាតដែលនៅឆ្ងាយពីភូមិតូចមួយនៅកណ្ដាលស្រះនោះមានផ្កាឈូកមួយទងដ៏ស្រស់ស្អាតតែពោរពេញដោយមោទកភាពផ្កាឈូកនេះមានឈ្មោះថាសិរីនាងពិតជាស្រស់ស្អាតខ្លាំងណាស់តែនាងក៏មានមោទកភាពខ្លាំងដែរនាងជឿថាមានតែអ្វីដែលល្អឥតខ្ចោះទេទើបស័ក្តិសមសម្រាប់នាងជារៀងរាល់ព្រឹកសិរីរង់ចាំពន្លឺថ្ងៃដ៏ល្អឥតខ្ចោះដើម្បីបើកត្របាក់ផ្ការបស់នាងបើនាងគិតថាថ្ងៃនោះមិនល្អឥតខ្ចោះទេនាងនឹងមិនព្រមបើកត្របាក់ផ្កាឡើយមិនយូរប៉ុន្មានភ្លៀងក៏ចាប់ផ្ដើមធ្លាក់ស្រាលៗដើម្បីស្រោចស្រពដំណាំនិងផ្កាទាំងអស់តែសិរីបែរជាមិនចូលចិត្តវាសោះនាងគិតថាភ្លៀងធ្វើឲ្យថ្ងៃរបស់នាងមិនល្អឥតខ្ចោះហើយនាងក៏បដិសេធមិនបើកត្របាក់ផ្កាឡើយផ្កាឈូកផ្សេងទៀតរីករាយនឹងដំណក់ទឹកភ្លៀងដ៏ត្រជាក់សូម្បីតែសត្វឃ្មុំដែលឧស្សាហ៍ព្យាយាមឈ្មោះផលក៏ចង់មកលេងជាមួយនាងដែរផលចង់ប្រមូលលំអងពីផ្ការបស់នាងតែសិរីបែរមុខចេញព្រោះនាងមិនចង់ឲ្យសត្វឃ្មុំមកពាល់ត្របាក់ផ្ការបស់នាងនាងគិតថាពួកគេមិនល្អឥតខ្ចោះផលក៏ហៅចេញទៅដោយក្តីខកចិត្តសិរីក៏ខកខានមិនបានទទួលដំណក់ទឹកសន្សាមពេលព្រឹកដែលធ្វើឲ្យផ្កាផ្សេងទៀតស្រស់ស្រាយនិងមានជីវិតឡើងវិញនាងតែងតែរង់ចាំអ្វីដែលនាងគិតថាល្អឥតខ្ចោះរហូតដល់ខ្លួនឯងក៏ស្ងួតក្រៀមហើយចាប់ផ្ដើមមានអារម្មណ៍ឯកោថ្ងៃមួយត្រីដ៏ឆ្លៀសវៃមួយក្បាលឈ្មោះលោកតាពិសីបានហែលមកក្បែរសិរីលោកតាពិសីបានឃើញនៅអ្វីដែលសិរីកំពុងធ្វើជាយូរមកហើយលោកតាពិសីបាននិយាយដោយថ្នមថាអោសិរីអើយរាល់ថ្ងៃទោះមិនល្អឥតខ្ចោះក៏សុទ្ធតែមានអ្វីដែលអស្ចារ្យដែរឯងកំពុងខកខាននៅសម្រស់ជីវិតពិតសិរីបានគិតយ៉ាងជ្រាលជ្រៅនាងបានដឹងថានាងបានខកខាននៅពន្លឺថ្ងៃដ៏ទន់ភ្លន់ខកខានភ្លៀងស្រាលខកខានសត្វឃ្មុំដែលរុះរាយរាក់ទាក់និងខកខានសន្សាមពេលព្រឹកយឺតសិរីចាប់ផ្ដើមបើកត្របាក់ផ្ការបស់នាងវាជាអារម្មណ៍ថ្មីស្រឡាងដែលនាងមិនធ្លាប់មានពីមុនមកនាងបានទទួលយកពន្លឺថ្ងៃដ៏កក់ក្ដៅទឹកសន្សាមនិងខ្យល់អាកាសដោយក្តីរីករាយផលសត្វឃ្មុំក៏ត្រឡប់មកវិញនិងរីករាយនឹងលំអងផ្ការបស់នាងចាប់ពីថ្ងៃនោះមកសិរីបានរៀនរីករាយនឹងរាល់ថ្ងៃទោះវាមានភាពល្អឥតខ្ចោះឬមិនល្អឥតខ្ចោះក៏ដោយនាងដឹងថាជីវិតគឺស្រស់ស្អាតជានិច្ចរឿងនេះបង្រៀនយើងថាកុំរង់ចាំអ្វីដែលល្អឥតខ្ចោះតែត្រូវរីករាយជាមួយអ្វីដែលយើងមាននៅពេលបច្ចុប្បន្ន